ការពីរាត្រីថ្ងៃទី3ឈានចូលថ្ងៃទី4ខែមេសាឆ្នាំ2013នៅវេលាម៉ោង4ទៀបភ្លឺមានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងចេញដំណើរពីសៀមរាបឆ្ពោះទៅរាជធានីភ្នំពេញស្រាប់តែមកដល់ចន្លោះគីឡូម៉ែត្រលេខ105និង106ក៏បានបោះពុយធ្លាក់ភ្លើងខាងឆ្វេងដៃបណ្ដាឲ្យរថយន្តនោះដេកផ្អៀងនៅនឹងកន្លែងរីឯអ្នករួមដំណើរនៅលើរថយន្តក្រុងនោះដែលមានទាំងភ្ញៀវជាតិអន្តរជាតិចំនួនសរុប30នាក់ផងដែរនៅក្នុងហេតុការណ៍នោះគេឃើញមានជនជាតិបរទេស12នាក់ខ្មែរ18នាក់ក្នុងនោះមានរងរបួស6នាក់ជនជាតិបរទេស2នាក់រងរបួសធ្ងន់និងរបួសស្រាល4នាក់ហើយត្រូវបានប៉ូលីសចរាចរណ៍ដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកកំពង់ថ្មដើម្បីជួយសង្គ្រោះផងដែរយោងតាមសម្ដីរបស់អ្នកជិះរថយន្តក្រុងក្រុមហ៊ុនអូឡ িম্প ិកនេះដែលទទួលរងគ្រោះបានប្រាប់សមត្ថកិច្ចផ្នែកចរាចរណ៍ឲ្យដឹងថាក្រុមហ៊ុន Go VIP លក់សំបុត្ររថយន្តនេះមានទីស្នាក់ការនៅជិតរង្វង់មូលផ្សារចាស់ខេត្តសៀមរាបនៅមុនចេញដំណើរតែកង់ឡានរថយន្តក្រុងនេះមានការឆ្លោះប្រកែកគ្នាជាមួយបុគ្គលិកប្រចាំការដែលនាំភ្ញៀវឡើងរថយន្តនារាត្រីនោះថាកុំឲ្យតែកង់រថយន្តបើកចម្រៀងឮខ្លាំងពេករំខានដល់ភ្ញៀវតែដោយមានសារធាតុគ្រឿងស្រវឹងផងនោះតែកង់រថយន្តក្រុងនេះមានការចជេះផងនោះក៏បើកបររថយន្តចេញដំណើរចេញពីក្រុងសៀមរាបហើយបានមកដល់ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគងខេត្តសៀមរាបរថយន្តក្រុងនេះបានទៅបង្កហេតុជាមួយរថយន្តដឹកទំនិញមកពីភ្នំពេញធ្វើឲ្យប៉ះគ្នាបែកកញ្ចក់មួយចំហៀងមើលពីក្រោយរបស់រថយន្តក្រុងធ្វើឲ្យអារម្មណ៍ភ្ញៀវមានការជ្រួលច្របល់ពេញក្នុងរថយន្តទាល់តែដល់ពាក់កណ្ដាលផ្លូវជាតិលេខ6ក្នុងភូមិសាស្ត្រខេត្តកំពង់ធំដោយមានសភាពងក់ងក់របស់តែកង់រថយន្តក៏បានចុះទៅពិនិត្យកញ្ចក់បែកនិងយកទឹកលុបមកកុំឲ្យងងុយដេកហើយបន្តដំណើរទៅមុខទៀតតែដោយសារធាតុជាតិស្រវឹងស៊ុបផងនោះធ្វើឲ្យបាត់បង់ស្មារតីក្នុងការបញ្ជាចង្កូតរថយន្តមិនបានទើបបណ្ដាឲ្យមានគ្រោះថ្នាក់បែបនេះកើតឡើងនៅភូមិរំលងក្នុងភូមិសាស្ត្រស្រុកបារាយខេត្តកំពង់ធំរីឯតែកង់ក៏បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុគ្មានឃើញស្រមោលដោយទុកឲ្យអ្នករងគ្រោះនៅពេញរថយន្តត្រូវបានសមត្ថកិច្ចនិងប្រជាជនជួយសង្គ្រោះនៅក្នុងនោះផងដែរសមត្ថកិច្ចនគរបាលចរាចរណ៍ក៏បានរកឃើញនៅវត្ថុតាងដូចជានាមប័ណ្ណផ្សេងថារថយន្តក្រុងម៉ាក Hyundai ពណ៌លឿងដំបូលសពាក់ស្លាកលេខភ្នំពេញ 3B5190 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអូឡ িম্প ិកចំពោះអ្នករងរបួសក៏បានប្តឹងទៅសមត្ថកិច្ចដើម្បីទាមទារការបាត់បង់សម្ភារៈផ្សេងនិងថ្លៃព្យាបាលរបួសរីឯរថយន្តក្រុងបង្កហេតុរបស់ក្រុមហ៊ុនអូឡ িম্প ិកត្រូវបានប៉ូលីសចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកបារាយដើម្បីដោះស្រាយទៅតាមច្បាប់សូមអំពាវនាវផងដែរថាគ្រប់បណ្ដាក្រុមហ៊ុនទាំងឡាយមុនចេញដំណើរត្រូវពិនិត្យស្ថានភាពអ្នកបើកបរនិងរថយន្តរបស់ខ្លួនកុំឲ្យដោយក្រុមហ៊ុនអូឡ িম্প ិកដែលមានក្រុមហ៊ុន Gold VIP ជាសាខាលក់សម្បត្តិរថយន្តដែលមានតែកង់ប្រមឹកដូច្នេះហើយក៏សំណាងល្អដែរមានតែអ្នករងរបួសពុំមានអ្នកស្លាប់នេះគឺជាបទល្មើសទៅនឹងអនុសាសន៍របស់ស្ដេចតេជោហ៊ុនសែនបានលើកឡើងថាថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បើស្រវឹងកុំបើកបរច្បាប់ចរាចរណ៍ជាម្ដាយមធ្យោបាយធ្វើដំណើរជាឪពុកដែលត្រូវចងចាំឲ្យបានគ្រប់គ្នាសូមបញ្ជាក់ផងដែរថារូបភាពទាំងនេះទទួលបានពីជនរងគ្រោះនៅក្នុងរថយន្តក្រុងនេះដែលបានផ្ដល់ភ្នាក់ងារសារព័ត៌មានយើងប្រចាំខេត្តសៀមរាបដែលធ្វើឲ្យមានការយឺតយ៉ាវព័ត៌មាននេះ